โดยยืนจากออกเนี่ยบ้านดังอย่างจะบาท้าเวเนซุเอลามันแมนเชสมันลงมูนเต้คือเก้ก็มีประปอนการเปลี่ยนแดนอากาศเติมเนิบมันธรรมดาแต่บ้านติ่งปีจำปอนมารุซีหนึ่งจันมีน้ำลายรบปอนเลี้ยนอะไรเนาะแต่สมนุสุดท้ายไม่ก็อเมริกในแต่ไอ้กับบ้านอย่างนี้ได้ใช่ไหมบางคนตามเปิดสหรัฐอเมริกบ้านปราปรบัติการมวยเดมินชมูท่า Operation Absolute Diesel แต่ใจเจนจีปราน้ำหนักการด้วยขังเกลาน้ำหนักการตีมวยคือจีประเภทสังเคราะห์อิเล็กทรอนิกส์สหรัฐอเมริกบ้านปราปรายนต์ห้องบังกายใบประเภทรวมเมียนI-22 I-35 1 EA-16 กราวเลอร์สุดแต่มีสมรรถภาพบังกายในเวเนซุเอลามันไอ้กำนัดรอกสัญญาบ้านยนต์ห้องแถงนู้ห้องรวมគ្នាចូលទៅក្នុងដែនអាកាសเวเนซุเอลายนต์ห้องบังกายI-22មានតួនាទីជាអង្គរៈការពារឬក៏ជាអ្នកមើលផ្លូវដើម្បីរារាំងការវាយប្រហារណាមួយទៅលើយន្តហោះI-35និង EA-16 ក្រៅលើI-22ជាអ្នកធានាថាផ្លូវអាកាសដែលក្រុមយន្តហោះរបស់ពួកគេកំពុងប្រតិបត្តិការមានសុវត្ថិភាពគ្មានការយាយីវាយបកពីកងទ័ពអាកាសរបស់សត្រូវឡើយយន្តហោះบังกายI-35ដែលហោះពីក្រោយI-22មានតួនាទីជាអ្នកស៊ើបការរកព័ត៌មានកម្រិតខ្ពស់ស្វែងរករលកសញ្ញាពីរ៉ាដានិងទីតាំងបញ្ជាការរបស់เวเนซุเอลายន្តហោះនេះព្យាយាមប្រមូលទិន្នន័យដើម្បីរៀបចំជារូបភាពមួយដែលមានភាពច្បាស់លាស់និងងាយយល់រួចចែករំលែកទិន្នន័យនោះទៅកាន់យន្តហោះ EA-18 ក្រៅលើនិងកងកម្លាំងផ្សេងៗទៀតដើម្បីជួយពួកគេក្នុងការសម្រេចចិត្តបានលឿនយន្តហោះបំបង្កាយ EA-18 ក្រៅលើបន្ទាប់ពីទទួលព័ត៌មានស៊ើបការពីយន្តហោះF-35រួចមកយន្តហោះប្រភេទនេះចាប់ផ្ដើមបញ្ចេញជំនាញរបស់ខ្លួននោះគឺប្រើប្រាស់ប្រព័ន្ធអេឡិចត្រូម៉ាញ៉េទិកដើម្បីរំខានរ៉ាដារបស់เวเนซุเอลารំខានប្រព័ន្ធទំនាក់ទំនងបន្ថយប្រសិទ្ធភាពបញ្ជាការពីបញ្ជាការដ្ឋានយន្តហោះប្រភេទនេះក្រៅពីមានសមត្ថភាពបំបង្កាយហើយក៏មានសមត្ថភាពបាច់ម្សៅចូលភ្នែកសត្រូវទៀតដើម្បីកុំឲ្យសត្រូវមើលឃើញច្បាស់ឬក៏មើលមិនឃើញតែម្ដងដំណាក់កាលទី2កំទេចរ៉ាដាឬហៅថាប្រព័ន្ធការពារដែនអាកាសបន្ទាប់ពីប្រព័ន្ធការពារដែនអាកាសเวเนซุเอลาត្រូវបានកំណត់ទីតាំងដោយយន្តហោះF-35រំខានរ៉ាដានិងកាត់ផ្តាច់ប្រព័ន្ធទំនាក់ទំនងដោយយន្តហោះ EA-18 ក្រៅលើរួចមកវាហាក់បីដូចជាយើងមានទូរស័ព្ទមួយគ្រឿងប៉ុន្តែអត់មានសេវាទូរស័ព្ទឬសេវាអ៊ីនធឺណិតដូច្នេះវាមិនខុសពីមានដុំថ្មមួយដុំនោះទេដើម្បីឲ្យប្រកាសថាเวเนซุเอลาមិនអាចតដែររួចនោះសហរដ្ឋអាមេរិកបានប្រើយន្តហោះទម្លាក់គ្រាប់បែក B-1B ជាយន្តហោះទម្លាក់គ្រាប់បែកចម្ងាយឆ្ងាយមានល្បឿនលឿននិងអាចប្រតិបត្តិការពេលយប់ដូចយើងបានឃើញអញ្ចឹងប្រព័ន្ធការពារដែនអាកាសដែលเวเนซุเอลาទិញពីរុស្ស៊ីនោះគឺមិនទាន់បានបាញ់ផងត្រូវខ្ទេចដោយសារយន្តហោះទម្លាក់គ្រាប់បែក B-1B ដំណាក់កាលទី3យុទ្ធសាស្ត្របញ្ឆោតសហរដ្ឋអាមេរិកបានប្រើប្រាស់យន្តហោះចម្បាំងនិងដ្រូនជាង150គ្រឿងនិងបាញ់ចេញពី8ទីតាំងបាញ់ខ្លាំងផ្ទួនដែលខ្លាំងនិងសាហាវជាងគេក្នុងប្រវត្តិសាស្ត្រយោធាអាមេរិកដោយបំណងធំរបស់អាមេរិកនោះគឺបញ្ឆោតឲ្យកងកម្លាំងរបស់เวเนซุเอลาផ្ដោតអារម្មណ៍វាយបកទៅកងកម្លាំងសហរដ្ឋអាមេរិកវិញដោយភ្លេចគិតថាសហរដ្ឋអាមេរិករៀបចំល្បិចទៅចាប់ខ្លួនលោកម៉ាឌូរ៉ូនៅកន្លែងលាក់ខ្លួនរបស់គាត់ដំណាក់កាលទី4ចាប់ខ្លួនលោកម៉ាឌូរ៉ូបន្ទាប់ពីប្រព័ន្ធការពារដែនអាកាសត្រូវបានស្វែងរកឃើញនិងកំទេចដោយជោគជ័យហើយកងទ័ពเวเนซุเอลาចាញ់ការបញ្ឆោតរបស់សហរដ្ឋអាមេរិកមកមិនត្រឹមតែដែនអាកាសទេដែលបើកចំហនោះសម្បីទ្វារផ្ទះលោកម៉ាឌូរ៉ូក៏បើកចំហដែរមិនរងចាំយូរបឋមពីកិច្ចការរបស់សហរដ្ឋអាមេរិកវេលាម៉ោង2ជាងបានហោះមកស្ងាត់ក្នុងកម្រិតកម្ពស់ដ៏សែនទាបក្បែរកន្លែងស្នាក់នៅសម្ងាត់របស់លោកម៉ាឌូរ៉ូបន្ទាប់មកកងកម្លាំងពិសេសជាងគេរបស់សហរដ្ឋអាមេរិក Delta Force បានឆ្មក់ចូលផ្ទះហើយចាប់ខ្លួនលោកម៉ាឌូរ៉ូបានយ៉ាងជោគជ័យហើយក៏មានសេចក្តីរាយការណ៍មកថាកងអង្គរៈជាង80នាក់របស់លោកម៉ាឌូរ៉ូត្រូវបានសម្លាប់ដំណាក់កាលទី5ដកថយបន្ទាប់ពីផែនការចាប់ខ្លួនលោកម៉ាឌូរ៉ូទទួលបានជោគជ័យមកក៏កម្លាំងសហរដ្ឋអាមេរិកចាប់ផ្ដើមដកថយទៅវិញដើម្បីជៀសវាងការប៉ះទង្គិចរយៈពេលយូរបងប្អូនសម្រាប់ប្រតិបត្តិការ Operation Absolute Diesel នេះយើងអាចនិយាយបានថាជាប្រតិបត្តិការដែលប្រើយន្តហោះនិងដ្រូនច្រើនជាងគេបំផុតសាហាវបំផុតប្រើរយៈពេលខ្លីបំផុតហើយមានសេចក្តីរាយការណ៍មកថាមិនមានកងទ័ពអាមេរិកសូម្បីមួយនាក់ត្រូវបានស្លាប់ឬក៏រងរបួសនោះទេ